60ក្បាច់នៃក្បួនលួចឬសិល្បៈនៃការលួចគំនិតដើម្បីកសាងភាពជោគជ័យកាន់តែលួចកាន់តែខ្លាំងកាន់តែលួចកាន់តែមានបានកាន់តែជោគជ័យលួចក្នុងទីនេះមិនមែនសំដៅទៅលើការលួចទ្រព្យសម្បត្តិលួចទឹកដីរបស់គេដោយចោលសៀននោះទេតែវាគឺជាសិល្បៈនៃការសង្កេតចម្លងនិងកែច្នៃទម្លាប់ល្អៗផ្នត់គំនិតនិងយុទ្ធសាស្ត្ររបស់អ្នកដទៃមកធ្វើជាអាវុធប្រចាំកាយខ្លួនឯងដើម្បីសាងភាពមានបាននិងជោគជ័យទី1លួចគំនិតដែលគេគិតដើម្បីអភិវឌ្ឍខ្លួនឯងសង្កេតមើលពីរបៀបដែលមនុស្សជោគជ័យដោះស្រាយបញ្ហាហើយយកវិធីនោះមកអនុវត្តតាមបែបបទរបស់យើងនិងច្នៃឲ្យវាកាន់តែល្អប្រសើរទី2លួចសិល្បៈនៃការចេះឆ្ងល់លួចទម្លាប់នៃការសួរពាក្យថាហេតុអ្វីជាជាងការជឿលើអ្វីៗដោយងងឹតងងល់តាមការលើកគេថាឬក៏មនុស្សភាគច្រើនថាធ្វើតាមជាដើមទី3លួចចក្ខុវិស័យវែងឆ្ងាយមនុស្សសម័យថ្មីងាយនឹងចង់បានផលលឿនអ្នកត្រូវលួចការអត់ធ្មត់ក្នុងការសម្លឹងមើលគោលដៅ5ទៅ10ឆ្នាំខាងមុខដោយសារតែការចង់មានបានផ្លូវកាត់វាងាយធ្លាក់ចូលក្នុងរណ្ដៅបោកប្រាស់នៃជនទុច្ចរិតទី4លួចសិល្បៈនៃការទទួលយកការរិះគន់លួចផ្នត់គំនិតដែលចាត់ទុកការរិះគន់ស្ថាបនាជារង្វាន់និងជាកញ្ចក់ឆ្លុះកំហុសខ្លួនឯងដោយមិនខឹងសម្បឹងសម្បាបាត់ភាពម្ចាស់ការបាត់ភាពរំទុំនោះឡើយការស្ងៀមស្ងាត់ការលួចយកគំនិតមកគិតការស្ដាប់សម្ដីហើយការឆ្វេងយល់និងការមិនចង់ឈ្នះនឹងមនុស្សដែលតែងតែផ្ដល់គំនិតអវិជ្ជមានពីសកម្មភាពរបស់អ្នកនោះហើយគឺជាគោលដៅនៃការលួចគំនិតដើម្បីជាសិល្បៈទទួលយកការរិះគន់ស្ថាបនាខ្លួនឯងឲ្យកាន់តែល្អប្រសើរទី5លួចក្បួនប្រែក្លាយបរាជ័យជាមេរៀនលួចរបៀបដែលមនុស្សខ្លាំងក្រោកឈរបន្ទាប់ពីដួលរលំដោយមិនបន្ទោសព្រហ្មលិខិតឬមនុស្សជុំវិញខ្លួនទី6លួចការប្រកួតប្រជែងជាមួយខ្លួនឯងជប់ប្រៀបធៀបខ្លួនឯងលើបណ្ដាញសង្គម Facebook ឬក៏បណ្ដាញសង្គមផ្សេងៗតែត្រូវលួចយកទម្លាប់ប្រកួតជាមួយខ្លួនឯងកាលពីម្សិលមិញដើម្បីភាពរីកចម្រើនថ្ងៃនេះយើងចេះ10ស្អែកត្រូវចេះ11 12 13មិនមែនថ្ងៃនេះចេះ10ទៅរៀនទី11 12ហើយភ្លេចទី1ទី2នោះទេទី7លួចវិធីសាស្ត្រច្រោះព័ត៌មានលួចរបៀបដែលអ្នកប្រាជ្ញបដិសេធព័ត៌មានឥតប្រយោជន៍ហើយបញ្ចូលតែចំណេះដឹងនិងផ្ដល់តម្លៃដល់ខួរក្បាលទី8លួចទម្លាប់ស្ដាប់ច្រើនជាងនិយាយលួចសិល្បៈនៃការស្ដាប់ដោយយកចិត្តទុកដាក់ព្រោះវាជាប្រភពនៃការរៀនសូត្រដ៏ឥតគិតថ្លៃទី9លួចភាពបត់បែនរៀនបច្ចេកវិទ្យាថ្មីក្នុងយុគសម័យ AI អ្នកត្រូវលួចការបើកចិត្តទូលាយរៀនប្រើប្រាស់ឧបករណ៍ថ្មីដើម្បីកុំឲ្យសង្គមរុញចោលហើយអ្នកត្រូវតែតាមទាន់គ្រប់ស្ថានភាពគ្រប់របត់នៃសម័យកាលទី10លួចជំនឿចិត្តមិនរង្គោះរង្គើលួចភាពជឿជាក់លើសមត្ថភាពខ្លួនឯងទោះបីជាពិភពលោកទាំងមូលប្រាប់អ្នកថាអ្នកធ្វើមិនបានក៏ដោយអ្នកនៅតែជឿជាក់លើខ្លួនឯងថាដរាបណានៅតែមានជីវិតមានដង្ហើមអ្នកនឹងធ្វើវាដោយជោគជ័យប៉ុន្តែបើអ្នកមិនមានភាពជឿជាក់ឬមិនប្រកបជាអំពីវាសូមរៀនសូត្រអំពីវាបន្ថែមឲ្យកាន់តែភាពជឿជាក់ហើយកុំខ្លាចក្នុងការចាប់ផ្ដើមធ្វើទោះបីជាអ្នកមិនជោគជ័យក៏អ្នករឹងមាំជាងមុននិងខ្លាំងជាងមនុស្សដែលមិនបានចាប់ផ្ដើមនោះដែរទី11លួចជំនាញនិងការលុបចោលទម្លាប់ចាស់លួចភាពក្លាហានក្នុងការបោះបង់ចំណេះដឹងឬទម្លាប់ចាស់ដែលលែងប្រើការនៅក្នុងសង្គមទំនើបទី12លួចប្រាជ្ញាក្នុងការដឹងថាអ្វីដែលមិនគួរធ្វើជោគជ័យមិនមែនស្ថិតលើការធ្វើគ្រប់យ៉ាងនោះទេតែត្រូវលួចការយល់ដឹងថារឿងអ្វីខ្លះដែលយើងមិនគួរខ្ជះខ្ជាយពេលវេលាធ្វើវាជាដើមសាកថ្មជីវិតលេងហ្គេមច្រើនមើលវីដេអូកម្សាន្តច្រើនប៉ះពាល់ការងាររបស់អ្នកទី13លួចទម្លាប់ពេលព្រឹកលួចពេលវេលាព្រឹកព្រលឹមដ៏ស្ងប់ស្ងាត់ដើម្បីអានសៀវភៅធ្វើសមាធិឬរៀបចំផែនការមុនពេលពិភពលោកចាប់ផ្ដើមរំខានអ្នកទី14លួចសិល្បៈនៃការគ្រប់គ្រងពេលវេលាលួចរបៀបដែលមនុស្សជោគជ័យបែងចែកកិច្ចការណាដែលសំខាន់និងបន្ទាន់និងកិច្ចការណាដែលគ្រាន់តែរំខានឥតប្រយោជន៍ស្គាល់ដុំគ្រោះដុំថ្មដុំពេជ្រដុំមាសដុំប្រាក់នៃការងារប្រចាំថ្ងៃរបស់អ្នកពីព្រោះថាសកម្មភាពប្រចាំថ្ងៃរបស់អ្នកមិនមាននរណាម្នាក់ដឹងច្បាស់ជាងខ្លួនអ្នកនោះឡើយដូច្នេះកុំប្រៀបធៀបកុំខ្វល់ពីអ្វីដែលអ្នកដទៃធ្វើគ្រាន់តែថាអ្នកអាចលួចវាយកមកច្នៃដើម្បីពង្រឹងខ្លួនឯងឲ្យកាន់តែល្អប្រសើរទី15លួចភាពខ្ជាប់ខ្ជួនលួចវិន័យក្នុងការធ្វើកិច្ចការដដែលរាល់ថ្ងៃទោះបីជាថ្ងៃខ្លះអ្នកគ្មានអារម្មណ៍ចង់ធ្វើវាក៏ដោយនេះគឺជាបទបញ្ជាឬក៏គោលការណ៍សម្រាប់ខ្លួនអ្នកបើអ្នកគ្មានវិន័យនោះអ្នកនឹងសាងទម្លាប់អាក្រក់ឲ្យខ្លួនឯងវិន័យមិនមែនជាអ្វីដែលយើងចូលចិត្តនោះទេហើយទម្លាប់ជាអ្វីដែលយើងតែងតែធ្វើជាប្រចាំវិន័យញឹកញាប់ទម្លាប់នឹងកើតឡើងទី16លួចទម្លាប់នៃការសម្រាកលួចរបៀបដែលអ្នកដឹកនាំកម្ពុជាគេងឲ្យបានគ្រប់គ្រាន់និងចេះកាត់ផ្ដាច់ពីការងារពេលសម្រាកព្រោះការលះបង់សុខភាពដើម្បីលុយគឺជារឿងដ៏ល្ងងខ្លៅជាទីបំផុតទី18លួចវិន័យនៃការសន្សំនិងវិនិយោគលួចគំនិតនៃការបង់ប្រាក់ឲ្យខ្លួនឯងមុនគេ
ដោយកាត់ប្រាក់ចំណូលមួយចំណែកទុកសន្សំមុននឹងយកទៅចាយវាយលើសម្ភារៈនិយមទី18លួចទម្លាប់ថែរក្សាសុខភាពរាងកាយលួចពេលវេលា30នាទីរាល់ថ្ងៃដើម្បីហាត់ប្រាណព្រោះរាងកាយរឹងមាំជាគ្រឹះនៃខួរក្បាលឆ្លាតវៃគ្មានសុខភាពគ្មានអ្វីគ្រប់យ៉ាងទាំងអស់ទី19លួចភាពក្លាហានក្នុងការនិយាយពាក្យថាទេលួចការបដិសេធចំពោះការអញ្ជើញឬកិច្ចការណាដែលមិនសមស្របនឹងគោលដៅជីវិតរបស់អ្នកដើម្បីការពារវេលាខ្លួនឯងពេលវេលារបស់អ្នកគឺសំខាន់អ្វីគ្រប់យ៉ាងដែលបាត់បង់អាចរកមកវិញតែពេលវេលា1នាទី1វិនាទីក្តីបើសិនជាអ្នកចំណាយទៅហើយគឺនឹងមិនត្រឡប់មកវិញឡើយលួចសមាធិសំទោសទី20លួចសមាធិក្នុងការធ្វើការងារលួចទម្លាប់បិទទូរស័ព្ទឬផ្ដាច់អ៊ីនធឺណិតរាល់ពេលធ្វើការងារសំខាន់ដើម្បីបង្កើតលទ្ធផលការងារដែលមានគុណភាពខ្ពស់ទី21លួចទម្លាប់រៀបចំផែនការថ្ងៃស្អែកតាំងពីយប់នេះលួចសរសេរគោលដៅ3យ៉ាងដែលត្រូវធ្វើនៅថ្ងៃស្អែកដើម្បីកុំឲ្យក្រោកឡើងវង្វេងមិនដឹងត្រូវធ្វើអ្វីព្រោះអ្នកចាស់ហើយវ័យជ្រេះហើយការភ្លេចភ្លាំងតែងតែមានទី22លួចការរស់នៅបែបសាមញ្ញលួចកាត់បន្ថយរបស់របរមិនចាំបាច់ដើម្បីមានកន្លែងទំនេរនៅក្នុងខួរក្បាលសម្រាប់គិតរឿងធំៗទី23លួចការគោរពពាក្យសន្យាជាមួយខ្លួនឯងលួចទម្លាប់កំហុសខ្លួនឯងបើថាក្រោកម៉ោង5គឺត្រូវតែក្រោកនេះគឺជាការកសាងទំនុកចិត្តលើខ្លួនឯងកុំកុហកខ្លួនឯងកុំបោកខ្លួនឯងអាងតែខ្លួនឯងគ្មានមេខ្លួនឯងកុំអាត្មានិយមទី24លួចសកម្មភាពភ្លាមមិនរងចាំភាពល្អឥតខ្ចោះលួចការចាប់ផ្ដើមធ្វើសកម្មភាពតាំងពីពេលដែលមិនទាន់ចេះច្បាស់ព្រោះរងចាំល្អឥតខ្ចោះស្មើនឹងមិនបានធ្វើអ្វីទាំងអស់ទី25លួចក្តីមេត្តានិងការយល់ចិត្តលួចសមត្ថភាពក្នុងការដាក់ខ្លួនឯងនៅក្នុងកន្លែងអ្នកដទៃដើម្បីយល់ពីអារម្មណ៍គេមុននឹងវិនិច្ឆ័យដូច្នេះកុំអាវិនិច្ឆ័យទាំងខ្លួនឯងមិនទាន់យល់អ្វីទាំងអស់ទី26លួចសិល្បៈនៃការចងមិត្តពិតលួចការកសាងទំនាក់ទំនងដែលពឹងផ្អែកលើភាពស្មោះត្រង់មិនមែនរាប់អានគេព្រោះតែចង់បានផលប្រយោជន៍នោះទេទី27លួចសន្តានចិត្តដែលចេះផ្ដល់តម្លៃដល់អ្នកដទៃលួចទម្លាប់នៃការសរសើរចេញពីចិត្តនិងរុញអ្នកដទៃឲ្យលេចធ្លោដែលជាលក្ខណៈសម្បត្តិរបស់អ្នកដឹកនាំពិតប្រាកដទី28លួចភាពស្ងប់ស្ងាត់ពេលប្រឈមមុខនឹងមនុស្សពីលលួចសិល្បៈនៃការដើរចេញនិងមិនតបតជាមួយមនុស្សដែលតែងតែនាំរឿងអវិជ្ជមានចូលមកជីវិតអ្នកទី29លួចវិធីសាស្ត្រទំនាក់ទំនងច្បាស់លាស់ខ្លីខ្លឹមក្នុងយុគសម័យដែលមនុស្សរវល់អ្នកត្រូវលួចរបៀបនិយាយឬរសេរដែលចូលដល់ចំណុចសំខាន់មិនអស់បន្លាយទី30លួចទម្លាប់នៃការចងចាំឈ្មោះនិងចំណូលចិត្តរបស់គេលួចការយកចិត្តទុកដាក់លើព័ត៌មានលម្អិតរបស់អ្នកដទៃឈ្មោះថ្ងៃខែឆ្នាំកំណើតជាដើមឬកូនរបស់គេជាដើមដែលអ្វីធ្វើគេមានអារម្មណ៍ថាយើងផ្ដល់តម្លៃឲ្យគេទី31លួចភាពក្លាហានក្នុងការសុំជំនួយលួចភាពមិនអៀនខ្មាស់ក្នុងការទៅសុំរៀនសូត្រពីអ្នកមានបទពិសោធន៍ឬចាស់ភាសាជាងខ្លួនទី32លួចសិល្បៈនៃការចរចាលួចក្បួនចរចាដែលធ្វើឲ្យគូភាគីទាំងសងខាងទទួលបានផលចំណេញដោយមិនកេងប្រវ័ញ្ចនរណាម្នាក់ទី33លួចវិធីកំណត់ព្រំដែនលួចការប្រាប់អ្នកដទៃឲ្យច្បាស់ពីបន្ទាត់ក្រហមរបស់អ្នកដើម្បីការពារកុំឲ្យគេជន់ឈ្លីផ្លូវចិត្តទី34លួចសេចក្តីក្លាហានក្នុងការសុំទោសលួចទម្លាប់នៃការទទួលកំហុសដោយស្មោះត្រង់ពេលដែលអ្នកធ្វើខុសដែលនេះបង្ហាញពីភាពចាស់ទុំមិនមែនភាពទន់ខ្សោយនោះទេទី35លួចភាពវៃឆ្លាតក្នុងការជ្រើសរើសរង្វង់មិត្តភក្តិលួចពាក្យថាអ្នកគឺជាមជ្ឈមភាគនៃមនុស្ស5នាក់ដែលអ្នកនៅក្បែររួចហ៊ានកាត់ផ្ដាច់មិត្តដែលមិនជួយឲ្យអ្នករីកចម្រើនទី36លួចការបង្ហាញការដឹងគុណលួចទម្លាប់ថ្លែងអំណរគុណដល់មនុស្សដែលធ្លាប់ជួយអ្នកទោះបីជាការជួយនោះតូចតាចប៉ុណ្ណាក៏ដោយទី37លួចការវិភាគហានិភ័យមុនពេលធ្វើសកម្មភាពលួចការកាត់ទុកជាមុននៅសេណារីយ៉ូអាក្រក់បំផុតមុននឹងសម្រេចចិត្តវិនិយោគឬធ្វើជំនួញកុំទាញផលអវិជ្ជមានជាមុនសូមគិតធ្វើតាមផែនការឲ្យត្រឹមត្រូវទី38លួចទម្លាប់នៃការផ្ដល់ដំណោះស្រាយលួចការយកបញ្ហាទៅប្រាប់ជាវាយនាយឬអតិជនដោយភ្ជាប់ជាមួយនៅជំរើសក្នុងការដោះស្រាយមិនមែនយកតែបញ្ហាទម្លាក់ចោលនោះទេទី39លួចការយកចិត្តទុកដាក់ទៅលើអតិជនជាធំលួចផ្នត់គំនិតដែលចាត់ទុកការដោះស្រាយបញ្ហារបស់ជនគឺជាប្រភពនៃការបង្កើតប្រាក់ចំណូលដ៏មាននិរន្តរភាពទី40លួចភាពរហ័សរហួនក្នុងការផ្លាស់ប្ដូរលួចការហ៊ានបដូរទិសដៅភ្លាមនៅពេលដែលដឹងថាយុទ្ធសាស្ត្របច្ចុប្បន្នដើរតច្រកដោយមិនស្ដាយអតីតកាលទី41លួចសិល្បៈនៃការនិទានរឿងលួចរបៀបលក់ផលិតផលឬលក់គំនិតតាមរយៈការរៀបរាប់សាច់រឿងតាក់ទាញផ្លូវអារម្មណ៍របស់មនុស្សទី42លួចការអភិវឌ្ឍជាប្រចាំលួចទស្សនវិជ្ជាជប៉ុនដែលផ្ដោតទៅលើការកែលម្អការងារបន្តិចម្ដងរាល់ថ្ងៃដើម្បីទទួលបានលទ្ធផលធំធេងនៅថ្ងៃអនាគតទី43លួចសិល្បៈនៃការបែងចែកការងារលួចការទុកចិត្តអ្នកដទៃ
ឲ្យធ្វើការជំនួសព្រោះអ្នកមិនអាចសាងសង់អាណាចក្រធំធេងដោយដៃតែពីររបស់អ្នកនោះទេទី44លួចភាពក្លាហានចាប់ផ្ដើមពីតូចតែគិតធំលួចការអនុវត្តជាក់ស្ដែងបន្តិចម្ដងប៉ុន្តែមានផែនទីចង្អុលផ្លូវឆ្ពោះទៅកាន់គោលដៅធំលំដាប់ពិភពលោកទី45លួចការសម្រេចចិត្តផ្អែកលើទិន្នន័យលួចការឈប់ទាយឈប់ប្រើតែអារម្មណ៍ឈប់មើលតែហុងស៊ុយការធ្វើចំនួនត្រូវតែចេះមើលតួលេខនិងទិន្នន័យជាក់ស្ដែង survey marketing តាមសេដ្ឋកិច្ចជាក់ស្ដែងសម័យថ្មីលួចភាពរឹងមាំនៅក្នុងពេលមានវិបត្តិលួចការសម្លឹងមើលឃើញឱកាសនៅពេលដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះឬពេលមានវិបត្តិជាសកលទី47លួចសិល្បៈនៃការចាត់ទុកបុគ្គលិកជាដៃគូលួចរបៀបរំនាំនៃការផ្ដល់អំណាចនិងភារលាភដល់អ្នកធ្វើការរួមគ្នាដើម្បីឲ្យពួកគេមានអារម្មណ៍ថាជាម្ចាស់ភាគហ៊ុននិងក្រុមហ៊ុនបានផ្ដល់តម្លៃឲ្យពួកគេនឹងលះបង់ជីវិតការងាររបស់គេដើម្បីក្រុមហ៊ុននេះទី48លួចចក្ខុវិស័យដើម្បីមើលឃើញនិន្នាការលួចសមត្ថភាពក្នុងការសង្កេតមើលឃើញថាតើពិភពលោកនឹងដើរទៅរកទីណាក្នុងរយៈពេល5ឆ្នាំខាងមុខរួចទៅចរចានៅទីនោះមុនគេទី49លួចភាពស្ងប់ស្ងាត់សុខចិត្តដោយការមិនប្រៀបធៀបលួចការយល់ដឹងថាជីវិតមនុស្សម្នាក់ៗមាននាឡិកាដើរលឿនយឺតខុសគ្នាកុំប្រៀបធៀបចម្ពោះទី1របស់អ្នកទៅចម្ពោះទី20របស់គេទី50លួចភាពឆ្លាតវៃផ្លូវអារម្មណ៍លួចការគ្រប់គ្រងកំហឹងមិនឆ្លើយតបទាំងឆេវឆាវពេលមានគេប្រមាថហើយទុកការសម្រេចចិត្តពេលអារម្មណ៍ស្ងប់ទី51លួចសេចក្តីអភ័យទោសដើម្បីរំដោះខ្លួនឯងលួចការលើកលែងទោសដល់អ្នកដែលធ្វើបាបយើងមិនមែនព្រោះគេស័ក្តិសមទទួលវានោះទេតែព្រោះយើងស័ក្តិសមនឹងទទួលបានភាពស្ងប់សុខផ្លូវចិត្តទី52លួចការនិយាយពាក្យវិជ្ជមានប្រាប់ខ្លួនឯងលួចទម្លាប់លើកទឹកចិត្តខ្លួនឯងរាល់ព្រឹកឈប់បន្ទោសឬជាប្រមាថខ្លួនឯងពេលធ្វើខុសទី53លួចការយល់ដឹងថាមនុស្សគ្រប់រឿងសំទោសមិនមែនគ្រប់រឿងសុទ្ធតែទាមទារការប្រតិកម្មនោះទេលួចការចេះធ្វើមិនដឹងមិនឮចំពោះរឿងរ៉ាវតូចតាចដែលប៉ះពាល់ដល់ធម៌ពលផ្លូវចិត្ត54លួចការរស់នៅក្នុងពេលបច្ចុប្បន្នលួចការឈប់ខ្វល់ខ្វាយពីអតីតកាលដែលកែមិនបាននិងឈប់បារម្ភហួសហេតុពីអនាគតដែលមិនទាន់មកដល់តែត្រូវធ្វើបច្ចុប្បន្នឲ្យល្អបំផុតទី55លួចការពេញចិត្តនឹងភាពចាស់ជរាលួចការទទួលស្គាល់ការប្រែប្រួលនៃរូបរាងកាយទៅតាមវ័យហើយផ្ដោតទៅលើភាពចាស់ទុំនៃប្រាជ្ញាវិញទី56លួចភាពក្លាហានបង្ហាញភាពជាខ្លួនឯងពិតលួចការឈប់ពាក់បាំងមុខឲ្យគេឯងមើលមកថាអស្ចារ្យតែហ៊ានបង្ហាញចំណុចខ្សោយខ្លះដើម្បីរស់នៅដោយសេរីភាពទី57លួចការសម្អាតគំនិតតាមរយៈការសរសេរលួចទម្លាប់សរសេររឿងស្មុគស្មាញចេញពីខួរក្បាលដាក់លើក្រដាសដើម្បីកាត់បន្ថយភាពតានតឹងនិង stress ទី58លួចភាពសារភាពលួចភាពសភាពរៀបទៀបលួចការគិតដែលថាខ្លួនយើងពូកែប៉ុណ្ណាក៏នៅតែមានរឿងរាប់ម៉ឺនទៀតដែលយើងមិនទាន់ដឹងដូចនេះត្រូវរសារចិត្តថាយើងជាទឹកកន្លះកែវមិនមែនទឹកពេញកែវនោះទេទី59លួចក្តីត្រេកអរចំពោះជោគជ័យអ្នកដទៃលួចការលុបបំបាត់សេចក្តីច្រណែននិន្ទាហើយជំនួសមកវិញដោយការអបអរសាទរដោយស្មោះត្រង់ព្រោះភាពវិជ្ជមាននឹងតាក់ទាញភាពជោគជ័យមកវិញទី60លួចប្រាជ្ញាកម្ពូលការស្គាល់ខ្លួនឯងលួចការយល់ដឹងស៊ីជម្រៅថាអ្នកជានរណាអ្នកចូលចិត្តអ្វីអ្នកខ្លាំងអ្វីខ្សោយអ្វីហើយគោលដៅចុងក្រោយនៃជីវិតអ្នកគឺអ្វីកាលណាអ្នកស្គាល់ខ្លួនឯងច្បាស់គ្មាននរណាម្នាក់អាចបោកប្រាស់ឬទាញអ្នកទម្លាក់បានឡើយអធិស្ឋានទាំងអស់គ្នាសម្រាប់ការអានបើសិនជាមានចំណុចខុសឆ្គងដោយសារតែអានអត់មានសម្រាប់ទេចង់រាប់ពាន់ពីហើយអញ្ចឹងបើសិនជាអ្នកទាំងគ្នាចង់បានមេរៀនល្អៗពីអត្តន័យជីវិតមេរៀនជីវិតដើម្បីអភិវឌ្ឍការគិតកុំភ្លេច Subscribe វីដេអូ Admin ដើម្បីជាកម្លាំងចិត្តឲ្យ Admin ផលិតវីដេអូក្រោយៗទៀតអរគុណច្រើនជំរាបលាជោគជ័យទាំងអស់គ្នាណាបាយបាយ